ខ្ញុំកាលណាខ្ញុំសូមថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីជំរាបសួរដល់បងប្អូនអ្នកសារព័ត៌មានជាទីរាប់អានផងដែរនៅពេលនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើសេចក្តីសង្ខេបព័ត៌មានប្រគេនគោរពនិងជំរាបជូនអំពីការផ្ដល់សេវាតាមច្រកចេញចូលតែមួយដែលមានអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃជាសេនាធិការឲ្យក្រសួងសម្របសម្រួលលើកិច្ចការងារនេះជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិឬក៏រដ្ឋបាលដែនដីថ្នាក់ក្រោមជាតិដែលមានរដ្ឋបាលរាជធានីខេត្តរដ្ឋបាលក្រុងស្រុកខណ្ឌរដ្ឋបាលឃុំសង្កាត់ជាដើមនៅក្នុងពេលនេះខ្ញុំខ្ញុំសូមញែកចេញជាពីរទី1គឺការផ្ដល់សេវាតាមរយៈអង្គភាពច្រកចេញចូលតែមួយកាលណានិយាយពាក្យថាអង្គភាពច្រកចេញចូលតែមួយគឺសំដៅទៅលើអង្គដែលស្ថិតនៅក្នុងនៃរដ្ឋបាលរាជធានីខេត្តពលគឺនៅក្នុងសាលារាជធានីខេត្តតែម្ដងគឺហៅថាអង្គភាពច្រកចេញចូលតែមួយនៅក្នុងត្រីមាសទី1ឆ្នាំ2026នេះអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តបានផ្ដល់សេវារដ្ឋបាលសរុបចំនួន195,849 សេវាក្នុងនោះបើប្រៀបធៀបចំនួនសេវាដែលបានផ្ដល់ក្នុងវិស័យទាំង14ឃើញថាវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានផ្ដល់សេវាច្រើនជាងគេគឺមានចំនួន67,587 សេវាដែលស្មើនឹង34.51%បន្ទាប់មកគឺវិស័យសាធារណការនិងដឹកជញ្ជូនបានផ្ដល់សេវាចំនួន58,055 សេវាស្មើនឹង29.64%ចំពោះវិស័យដែលផ្ដល់សេវាតិចជាងគេគឺវិស័យពាណិជ្ជកម្មចំនួន2សេវាបាទនៅក្នុងនោះដែរការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តចំនួន12គោលដៅក្នុងវិស័យទេសចរវិស័យវប្បធម៌និងវិចិត្រសិល្បៈវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទបានផ្ដល់សេវារដ្ឋបាលសរុបចំនួន162សេវាទន្ទឹមនឹងនេះអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តបានទទួលចំណូលពីការផ្ដល់សេវារដ្ឋបាលសរុបចំនួន36 ប៊ីលាន643លាន764,830 រៀលដែលគិតជាដុល្លារគឺសមមូលស្មើនឹង9លានបាទ1,66941 ដុល្លារសហរដ្ឋអាមេរិកក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង14ឃើញថាវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ទទួលបានចំណូលខ្ពស់ជាងគេគឺចំនួន28 ប៊ីលាន252លាន483,380 រៀលដែលស្មើនឹង 77.10% បន្ទាប់មកគឺវិស័យសាធារណការនិងដឹកជញ្ជូនទទួលបានចំណូលចំនួន2 ប៊ីលាន970លាន573,100 រៀលដែលស្មើនឹង 8.11% ចំពោះវិស័យដែលទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មមានចំនួន6សែនរៀលបាទនៅក្នុងនោះដែរការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តចំនួន12គោលដៅក្នុងវិស័យទេសចរវិស័យវប្បធម៌និងវិចិត្រសិល្បៈវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទបានទទួលចំណូលសរុបចំនួន42លាន115,000 រៀលជាមួយគ្នានេះដែរអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានអនុវត្តកិច្ចការចាំបាច់មួយចំនួននិងផ្ដល់ការគាំទ្រដល់អង្គភាពច្រកចេញចូលតែមួយដូចខាងក្រោមបាទទី1គឺបានរៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំយន្តការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមច្រកចេញចូលតែមួយនៃរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិដោយកិច្ចប្រជុំនេះរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃបាទ
បាទរៀបចំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តមុខងារនិងការផ្ដល់សេវារដ្ឋបាលតាមនៃច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយកិច្ចប្រជុំនេះរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃដែរបានគាំទ្រការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងនិងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តរួមមានរាជធានីភ្នំពេញខេត្តបរសៃនុសៀមរាបកណ្ដាលបៃលិនស្វាយរៀងបាត់ដំបងពោធិ៍សាត់បន្ទាយមានជ័យព្រៃវែងនិងខេត្តមណ្ឌលគិរីបានរៀបចំកិច្ចពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក័យប័ត្រនៅអង្គភាពច្រកចេញចូលតែមួយនិងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំនិងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្តជាមួយនឹងក្រុមហ៊ុន KIS Innovation PLC ដែលរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ដល់សេវាចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង$5 លានអាមេរិកចុះនៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តដោយកិច្ចប្រជុំនេះគឺថារៀបចំនៅទីស្តីការក្រសួងមហាផ្ទៃដែរចំណុចទី2គឺការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយកាលណានិយាយអំពីការិយាល័យច្រកចេញចូលតែមួយគឺសំដៅទៅលើការិយាល័យដែលនៅតាមសាលានៃក្រុងស្រុកខណ្ឌនីមួយបាទនៅក្នុងត្រីមាសទី1ឆ្នាំ2026នេះការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងស្រុកខណ្ឌគឺបានផ្ដល់សេវាសរុបចំនួន803,633សេវាក្នុងនោះបើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង17ឃើញថាការងារអត្រានុកូលដ្ឋានបានផ្ដល់សេវាបានច្រើនជាងគេគឺចំនួន43,314សេវាដែលស្មើនឹង 53.55% បន្ទាប់មកគឺការងារនិត្យានុកូលកម្មការងារនិត្យានុកូលកម្មនេះនិយាយឲ្យស្រួលស្ដាប់គឺការបញ្ជាក់ភាពស្របច្បាប់លើឯកសារឬក៏លើលិខិតស្នាមផ្សេងឧទាហរណ៍សាមញ្ញដូចជាយើងថតចម្លងនៃសញ្ញាបត្រហើយយកទៅបញ្ជាក់នៅច្រកចេញចូលតែមួយនឹងឯងឆាប់ងាយយល់ឆាប់ងាយស្ដាប់បានបាទគឺការងារនិត្យានុកូលកម្មនេះបានផ្ដល់សេវាចំនួន297,704សេវាស្មើនឹង 37.04% ចំពោះវិស័យដែលបានផ្ដល់សេវាតិចជាងគេគឺវិស័យកសិកម្មបានផ្ដល់សេវាចំនួន26សេវានិងវិស័យដែលមិនបានផ្ដល់សេវាគឺវិស័យបរិស្ថានក្នុងនោះគឺថាការផ្ដល់សេវាតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកខណ្ឌចំនួន60គោលដៅក្នុងវិស័យទេសចរការងារអត្រានុកូលដ្ឋាននិងការងារនិត្យានុកូលកម្មគឺបានផ្ដល់សេវារដ្ឋបាលសរុបចំនួន526សេវារយៈពេលដូចគ្នានេះដែរការិយាល័យច្រកចេញចូលតែមួយទទួលបានចំណូលសរុបចំនួន3 ប៊ីលៀន426លាន897,085 រៀលដែលសមមូលនឹងដុល្លារគឺ$856,724.27 ដុល្លារសហរដ្ឋអាមេរិកក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង17ឃើញថាវិស័យសំណង់ទទួលបានចំណូលខ្ពស់ជាងគេគឺចំនួន816លាន649,810 រៀលស្មើនឹង23.83% បន្ទាប់មកគឺវិស័យសាធារណការនិងដឹកជញ្ជូនទទួលបានចំណូលចំនួន711លាន635,620 រៀលស្មើនឹង20.77% ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលចំណូលចំនួន1លាន250,000 រៀលបាទនិងវិស័យដែលមិនទទួលបានចំណូលគឺវិស័យបរិស្ថានវិស័យពាណិជ្ជកម្ម
វិស័យធម្មការនិងសាសនានិងការងារអត្រានុកូលដ្ឋានក្នុងនោះការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកខណ្ឌចំនួន60គោលដៅក្នុងវិស័យទេសចរការងារអត្រានុកូលដ្ឋាននិងការងារនិស្សានុកូលកម្មទទួលបានចំណូលចំនួន 15,000 រៀលបាទជាមួយគ្នានេះដែរអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក៏បានអនុវត្តកិច្ចការចាំបាច់មួយចំនួនបាទនិងផ្ដល់ការគាំទ្រដល់ការិយាល័យច្រកចេញចូលតែមួយប្រចាំត្រីមាសទី1នេះខ្ញុំសូមលើកសង្ខេបមួយចំនួនគឺបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្រុងរុនតាឯកដែលជួលសែនជ័យនៅក្រុងរុនតាឯកសែនជ័យបានសហការជាមួយធនាគារ Acilida រៀបចំប្រព័ន្ធបង់កម្រៃសេវានៅការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកខណ្ឌតាមនៃ Acilida Super App បានគ្រប់គ្រងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងនិងការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយចំនួន29ក្រុងស្រុករួមមានក្រុងសែនមនោរម្យក្រុងបានលុងក្រុងកំពតក្រុងតាខ្មៅក្រុងកំពង់ចាមស្រុកដំណាក់ចង្អើស្រុកគៀនស្វាយស្រុកសាលាក្រៅស្រុកសំឡូតស្រុកជាំខ្សានស្រុកបរិបូរស្រុកកោះញែកស្រុកសង្គមថ្មីស្រុកកំពង់ត្រឡាចស្រុកត្បូងឃ្មុំស្រុកពញាក្រែកស្រុកសេសានស្រុកបាកានស្រុកប្រណិតព្រះស្រុកបសែតស្រុកត្រពាំងប្រាសាទស្រុកតលូសែនជ័យស្រុកស្វាយជែកស្រុកគងពិសីស្រុកថ្ពងស្រុកថ្មពួកស្រុកឱរ៉ាល់ស្រុកភ្នំស្រួចនិងស្រុកវ៉ារិនបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំនិងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយចំនួន9គោលដៅនៅខេត្តកំពង់ចាមបានផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុងខណ្ឌចំនួន38នៅក្នុងការផ្ដើមអនុវត្តផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនិងប្រមូលគណនីធនាគារដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធបាគងនៃធនាគារជាតិនៃកម្ពុជាបានប្រជុំពិនិត្យនិងកែសម្រួលលើការរៀបចំប្រព័ន្ធទូទាត់កម្រៃសេវាតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ Acilida និងរៀបចំប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមនៃច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់បាននៅថ្នាក់ឃុំសង្កាត់គឺច្រកចេញចូលតែមួយគឺយើងហៅថាយន្តការច្រកចេញចូលតែមួយបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលនិងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្រុងកំពង់សោមរយៈពេល3ថ្ងៃនៅរដ្ឋបាលក្រុងកំពង់សោមនឹងមានកិច្ចការងារផ្សេងជាច្រើនទៀតដែលខ្ញុំសូមអនុញ្ញាតសង្ខេបត្រឹមប៉ុណ្ណេះចឹងទេខ្ញុំសូមបញ្ចប់សូមថ្វាយបង្គំលានិងសូមគោរពលា